ថ្ងៃនេះក្រកធ្វើដំណើរទាំងព្រឹកតែម្នាក់ឯងចាគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកថតបង្ហាញទេសភាពឬក៏ទិដ្ឋភាពនៅតាមដងផ្លូវទៅខេត្តព្រះវិហារបងប្អូនហើយថ្ងៃនេះផងដែរគឺខ្ញុំធ្វើដំណើរក្រកម៉ោង5ដើម្បីទៅយកប្អូនចាទៅយកប្អូននៅភូមិជទាលកងចានៅខាងចំខ្សានបងប្អូនស្រុកចំខ្សានគឺដើម្បីយកគាត់មកមើលកនៅប្រទេសថៃឡើងតាមច្រកជាំបងប្អូនហើយនេះគឺជាទេសភាពតាមដងផ្លូវដែលយើងធ្វើដំណើរទៅហើយផ្លូវនេះគឺយើងធ្វើដំណើរទៅឡើងភ្នំប្រាសាទព្រះវិហារក៏បានដែរបងប្អូនទៅដល់ផ្លូវប្រវែកជា4ហ្នឹងយើងកាច់ឆ្វេងឬក៏បាត់ឆ្វេងទៅគឺយើងទៅដល់ផ្លូវឡើងប្រាសាទព្រះវិហារហើយពុកម៉ែបងប្អូនហើយនៅតាមសងខាងគឺថាដើមឈើធំធំហើយមានពណ៌ខៀវដោយសារទៅតែមានភ្លៀងធ្លាក់អញ្ចឹងណាបងប្អូនតាមពិតទៅខ្ញុំក្រោកមកតាំងពីម៉ោង6ម៉ោង5តែដោយសារតតែរៀងភ្លឺហើយបានខ្ញុំបានថតជាវីដេអូអញ្ចឹងណាបងប្អូនហើយនិយាយពីថាទេសភាពវិញគឺថាត្រជាក់ភ្នែកតែម្ដងបងប្អូនហើយប្រសិនបើយើងទៅលេងនៅប្រាសាទព្រះវិហារវិញគឺថាញាក់តែម្ដងបងប្អូននៅពេលព្រឹកព្រលឹមអញ្ចឹងគឺថាពពកបងប្អូនពពកដូចភ្នំបូកគោអញ្ចឹងគឺថាពពកនៅនឹងដូចយើងឈរនៅលើពពកអញ្ចឹងណាបងប្អូនតែសោកស្ដាយដែរដែលមិនបានទៅឡើងភ្នំអញ្ចឹងណាតែបើបងប្អូនចង់មកឡើងភ្នំប្រាសាទព្រះវិហារវិញបងប្អូនក្រោកមកពីព្រឹកមកគឺថាមកដល់គឺថាពពកពិតជាស្រស់ស្អាតមែនតែនបងប្អូនហើយផ្លូវនេះគឺថាស្ងាត់ជ្រាបតែម្ដងអត់មានរថយន្តឬក៏ម៉ូតូធ្វើដំណើរទេដោយសារវាជាតំបន់មួយដែលរៀងឆ្ងាយដាច់ស្រយាលពីស្អែមផងដែរអញ្ចឹងណាបងប្អូនអញ្ចឹងអត់សូវមានអ្នកធ្វើដំណើរទេស្មានឡើងបែរជាពេលថ្ងៃឬក៏បន្តិចទៀតនឹងមានការគេធ្វើដំណើរអញ្ចឹងណាតែនេះដោយសារនៅព្រឹកព្រលឹមពេកគឺគេអត់ទាន់មានអ្នកណាមកធ្វើដំណើរទេអញ្ចឹងគឺមានតែខ្ញុំអីក៏មានពូនេះទាហានគាត់ដើរហាត់ប្រាណតាមនឹងដែរអញ្ចឹងណានេះគឺជាមន្ទីរតែខ្ញុំអត់ស្គាល់ទេនឹងមន្ទីរលេខប្រមាណទេគឺខ្ញុំអត់បានមើលអញ្ចឹងណាបងប្អូនខ្ញុំក៏បន្តដំណើរទៅទៀតចាបងប្អូនគឺបន្តដំណើររហូតទៅដល់ភូមិជទាលកងបងប្អូនគឺទៅឆ្ងាយណាបងប្អូនអើយហើយនៅពេលដែលខ្ញុំទៅអញ្ចឹងអានេះពេលនេះគឺខ្ញុំត្រឡប់មកវិញហើយបងប្អូនគឺខ្ញុំបានយកប្អូនរបស់ខ្ញុំមកហើយគឺគាត់ជិះទៅក្នុងឡាននឹងឯងហើយយើងត្រឡប់មកវិញហើយត្រឡប់មកវិញគឺខ្ញុំអត់បានជិះតាមផ្លូវដែលខ្ញុំទៅទេបងប្អូនគឺខ្ញុំទៅតាមផ្លូវជើងភ្នំបងប្អូនគឺជិះរាប់តាមជើងភ្នំដងរែកចាគឺថាទេសភាពវិញគឺថាអូយបងប្អូនឲ្យពិតជាស្រស់ស្អាតមែនតើនៅពេលព្រឹកអញ្ចឹងណាហើយណាមួយដោយសារមានភ្លៀងធ្លាក់ពីយប់មកទៀតក៏មានអីធ្វើឲ្យសម្រស់ធម្មជាតិហ្នឹងគឺកាន់តែអែមហ្មងណាគឺថាស្រស់ស្រាយចាតែស្រស់ស្រាយតែអ្នកបើកឯណាបងប្អូនតែអ្នកអង្គុយក្នុងឡានហ្នឹងគឺមានអ្នកខ្លះពលដេកលក់បាត់ហើយបងប្អូនហើយគឺប្តីរបស់ប្អូនស្រីខ្ញុំហ្នឹងគាត់ពលគាត់ជូនប្រពន្ធគាត់ទៅគាត់ពលអានេះបងប្អូនមើលពពកហើយគឺថាអូយញាក់តែម្ដងចាគឺពពកនៅនឹងយីរួមវានៅជាប់នឹងភ្នំនឹងតែម្ដងបើសិនតើយើងបានឡើងទៅលើកពូលភ្នំនឹងវិញគឺថាដូចយើងឈរនៅនៅនឹងពពកនឹងតែម្ដងគេថាគេមិនបាច់ចាំទៅពពកបូកគោឯងបូកគោពពកអីទេយើងមក
ភ្នំដងរែកភ្នំប្រាសាទព្រះវិហារយកទៅណាអស់ពពកបងប្អូនហើយបើពីនឹងមកគឺឥឡូវនេះខ្ញុំមកដល់នេះវិញហើយបងប្អូនគឺមកខាងអូស្វាយចានេះគឺជាទំនប់05បងប្អូនគឺថាទេសភាពហ្នឹងពីមួយកន្លែងទៅមួយកន្លែងថាគឺតាក់ទាញភ្នែករបស់ខ្ញុំតែម្ដងតែខ្ញុំពុំបាននៅឈប់មើលអីទេបងប្អូននេះគឺខ្ញុំនៅតែបន្តដំណើរបន្តរហូតមកដើម្បីបញ្ញាប់បានមកដល់ផ្ទះអញ្ចឹងណាបងប្អូនគឺសម្រាប់ប្អូនរបស់ខ្ញុំហ្នឹងគាត់បានឡើងទៅច្រកជាប់ហើយគឺខ្ញុំជូនគាត់ទៅដាក់ច្រកជាប់រួចគឺខ្ញុំត្រឡប់មកវិញអញ្ចឹងណាគឺខ្ញុំអត់បានចូលទៅដល់ក្នុងទេអញ្ចឹងគាត់ទៅតែពីរនាក់ប្តីប្រពន្ធគាត់ទេខ្ញុំក៏ត្រឡប់មកវិញអញ្ចឹងណាហើយក៏ឃើញទេសភាពវាស្អាតពេកទៅក៏ផ្ដិតជាវីដេអូដើម្បីយកមកថតបង្ហាញឲ្យពុកម៉ែបានឃើញថានៅតំបន់នីមួយៗគឺថាទេសភាពពិតជាស្រស់ស្អាតមែនបងប្អូនគឺមិនចាញ់គ្នាទេពីកន្លែងមួយទៅកន្លែងមួយសម្រាប់វីដេអូហ្នឹងគឺថាពិតជាស្រស់ស្អាតមែនតើណាបងប្អូនគឺគេហៅថាទំនប់05ឬក៏ទំនប់អូស្វាយអញ្ចឹងណាហើយទឹកហ្នឹងគឺមានខួបប្រាំងខួបភាសាបងប្អូនគឺអត់រីងទេហើយនេះគឺជាផ្លូវដែលយើងធ្វើដំណើរឡើងមកផ្លូវជាតិយើងវិញណាផ្លូវគឺស៊ូយើងវិញចាអញ្ចឹងគឺខ្ញុំអត់ធ្វើដំណើរតាមទឹក3ហត្ថទេគឺខ្ញុំធ្វើដំណើរទៅតាមព្រៃ3គីឡូចាគឺថាទេសភាពវិញនៅតាមខាងគឺមានចំការរំលងចំការចន្ទីអីអញ្ចឹងណាបងប្អូនគឺថាស្រស់ស្រាយតាក់ទាញភ្នែកតែម្ដងចាសម្រាប់ខ្ញុំវិញឲ្យតែខ្ញុំបានទៅដល់ទីណាដែលមានធម្មជាតិស្រស់ស្អាតគឺខ្ញុំមិនដែលរំលងទេបងប្អូនហើយគឺដូចមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងណាចាសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើន